ตาអ្នកលេចនោមឬលេចលាមកមុនពេលទៅដល់បង្គន់ឬតើមានអារម្មណ៍ថាមានភាពបន្ទាន់ក្នុងការប្រញាប់ទៅបង្គន់ឬតើទៅបង្គន់ជាញឹកញាប់ក្នុងកំឡុងពេលថ្ងៃឬងើបឡើងច្រើនជាងមួយដងក្នុងមួយយប់ដើម្បីទៅបង្គន់ឬពេលនោះអ្នកប្រហែលជាមានភាពមិនអាចគ្រប់គ្រងការបន្ទោបង់លាមកឬទឹកនោមហើយមនុស្សជាច្រើនជួបប្រទះភាពមិនអាចគ្រប់គ្រងការបន្ទោបង់លាមកឬទឹកនោមដំណឹងល្អសម្រាប់អ្នកគឺអ្នកអាចធ្វើអ្វីមួយបានអំពីរឿងនេះភាពមិនអាចគ្រប់គ្រងការបន្ទោបង់លាមកឬទឹកនោមគឺជាការបាត់បង់ដោយចៃដន្យនៃទឹកនោមទឹកម៉ូតពីផ្លោកនោមរបស់អ្នកឬលាមកអាចពីពោះវៀនរបស់អ្នកមនុស្សម្នាក់ក្នុងចំណោមមនុស្សពេញវ័យ4នាក់ដែលកំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីជួបប្រទះភាពមិនអាចគ្រប់គ្រងការបន្ទោបង់លាមកឬទឹកនោមនោះគឺមនុស្សជាង5លាននាក់ហើយវាមិនសំខាន់លើអាយុរបស់អ្នកភេទឬសវតាផ្នែកវប្បធម៌នោះទេភាពមិនអាចគ្រប់គ្រងការបន្ទោបង់លាមកឬទឹកនោមគឺអាចបណ្ដាលមកពីស្ថានភាពសុខភាពនានាដូចជាបញ្ហាប្រូស្តេតក្រពេញបំពង់ទឹកនោមប្រុសជំងឺហឺតជំងឺទឹកនោមផ្អែមនិងជំងឺវង្វេងស្មារតីឬព្រឹត្តិការណ៍ជីវិតនានាដូចជាការមានផ្ទៃពោះកំណើតទារកនិងការអស់រដូវសូមជួបអ្នកជំនាញសុខភាពដើម្បីព្យាបាលនិងគ្រប់គ្រងរោគសញ្ញារបស់អ្នកឲ្យបានកាន់តែប្រសើរដើម្បីឲ្យអ្នកអាចបន្តចេញទៅក្រៅនិងរីករាយជាមួយនឹងសកម្មភាពជីវិតជាច្រើនសូមតាក់ទងបណ្ដាញទូរស័ព្ទជំនួយថ្នាក់ជាតិសម្រាប់ភាពមិនអាចគ្រប់គ្រងការបន្ទោបង់លាមកឬទឹកនោមឥឡូវនេះតាមលេខ1800330066សម្រាប់ដំបូន្មាននិងព័ត៌មានដែលឥតគិតថ្លៃអំពីសេវានានានៅតាមតំបន់ហើយទទួលបានគុណភាពនៃជីវិតកាន់តែប្រសើរឡើង។